ជំរាបសួរសួស្តីអ្នកទាំងអស់គ្នាខ្ញុំដង Professor បន្ទាប់ពីខ្ញុំខានធ្វើវីដេអូមួយរយៈថ្ងៃនេះគឺខ្ញុំចង់បង្ហាញអ្នកទាំងអស់គ្នាពី processing ដែលខ្ញុំមិន live បទនេះគឺជា live perform ដែលខ្ញុំបានមិនជិញជូនបងរកសិតដែលវាដូចជារយៈពេល1ឆ្នាំហើយដែលខ្ញុំធ្វើបទនេះអញ្ចឹងខ្ញុំចង់ធ្វើវីដេអូនេះគឺបង្ហាញអ្នកទាំងអស់គ្នាពីរបៀបដែលខ្ញុំធ្វើហើយខ្ញុំចង់ទុកជាអនុស្សាវរីយ៍នៃការងារខ្ញុំធ្វើដែរអូខេអញ្ចឹងកុំឲ្យខាត់ពេលច្រើនយើងចូលមកក្នុង computer យើងទាំងអស់គ្នាអញ្ចឹងយើងមើល processing របស់ខ្ញុំនេះគឺជា cake ចិត្តការខ្ញុំថតនោះដូចជាបានតែ in ឯងខ្ញុំធ្វើ in out ខ្លួនឯងនៃ kick in kick out snare ការហ្នឹងដូចជាបានតែមួយដូចគ្នាតែខ្ញុំ issue ធ្វើពីខ្លួនឯងដែរហើយខ្ញុំសុំ solo ស្ដាប់តិចsnare នេះគឺបាន2ហ្មងថតបន្តុំហ្មងបើ kick ខ្ញុំធ្វើ in out ខ្លួនឯងខ្ញុំមិនគឺខ្ញុំប្រើ kick ខ្ញុំប្រើ gate and silencer gate nó thoát man chạy thì nhưng thoát man chứ chẳng nhưng issue với nhưng invert với môi đáy nhé ok chẳng khi ngay nhưng cầu về máu hay nhưng majesty và khi issue với time limit compress này auto thì right này nhưng bắt tới hay snare thì nhưng anh ấy nhưng phải vì còn đại invert vì thếហើយវាចូលគ្នាបើយើងអត់ invert ទេ snare top ហើយនឹងបឋមហ្នឹងវាអត់ចូលគ្នាបាទនេះអត់វាអត់ចូលគ្នាដល់នេះបានវាចូលគ្នាអូខេអញ្ចឹងខ្ញុំ snare មកខ្ញុំលេងវាមកខ្ញុំប្រើ C gate gate 1 compress limit ដោយសារ snare នឹងកម្លាំងដៃអត់ស្មើឡើងចុះអញ្ចឹងខ្ញុំដាក់ limit ទុកទៅឲ្យវាស្មើហើយខ្ញុំ issue នេះខ្ញុំថែម mid ហើយនឹង high mid ឲ្យនេះខ្ញុំចង់ឲ្យបានប៉កព្រោះអញ្ចឹងរបៀបខ្ញុំ process ទៅមកទៀត high hat ខ្ញុំប្រើ issue ខ្ញុំប្រើ fresh air ថែម air វាបន្តិចឲ្យវាស្លាស់ហើយខ្ញុំប្រើ C2 អូខេតមកទៀតតុំអត់មានអីទេនេះ issue វិញនេះខ្ញុំ issue យក tone វាបន្តិចហ្នឹងហើយនេះ compress AFL com តែវាបាត់ plug in ទៅនេះអូខេតុំហើយ drum bass ខ្ញុំមាន drum bass ដែរនេះ drum bass របស់ខ្ញុំ make ប្រហែល 10k តិច make bass black box saturation ហើយនឹងខ្ញុំ add tube វាបន្តិចអញ្ចឹង saturation 50% add tube add air ទៀតហើយវាឆ្លាស់ហើយតមកទៀតខ្ញុំ F1 ហើយ limiter តែវាបាត់ plug in អញ្ចឹងយើងមើលប៉ុណ្ណឹងទៅរបៀបខ្ញុំធ្វើ bass តាម bass ខ្ញុំប្រើ bass rider bass នេះថែម add low វានៅ80បន្តិចនេះខ្ញុំបូស mid ហើយវាចាញ់គ្រាប់នេះ add high វាឲ្យច្បាស់ខ្ញុំស្ដាប់ចេះអត់នេះវាហប់អត់តែខ្ញុំបោសឲ្យវាច្បាស់អូខេខ្ញុំមើល vocal ម្ដង vocal ខ្ញុំ auto tune artist តែឥឡូវវាបាត់ហើយកាលនេះខ្ញុំប្រើ track ឥឡូវយើងទិញហើយអញ្ចឹងតែយើងអត់ទិញអាហ្នឹងយើងទិញផ្សេង vocal rider ខ្ញុំ fast
target វា5 4 độ 4 bầu 5 Avalon អានេះជា preamp ដោយសារការយើងថតហ្នឹង preamp នៅលើ mixer វា clean ដែរតែខ្ញុំចង់ឲ្យវាកាន់តែ clean ទៀតចឹងខ្ញុំថែម emulator preamp មួយទៀតទៅតមកទៀត guitar នេះគឺ backup ទេយើងបន្ថែមអត់មានអីមាន issue តែបាត់ issue បាត់ហើយអូខេអញ្ចឹងមួយទៀតគឺយើង power chord នេះក៏ជា backup ដែរហើយយើងបន្ថែមពេលដែលចប់ solo នេះយើងបន្ថែមដូចគ្នានេះ issue ខ្ញុំប្រើលើ solo LA to A silver fresh air MA បន្តិច DSR make 4ប៉ុណ្្នឹងហើយខ្ញុំដក low វិញហើយ burst តែកាត់តែ low ទេដាក់ AFL com មួយទៀតតែវាបាត់ហើយអូខេ vocal អូខេឥឡូវយើងដល់ vocal ម្ដងអញ្ចឹងអានេះអុក vocal tracing issue or calm ខ្ញុំកែបន្តិចដែរនេះ fresh air DSR AFL com ហើយនឹង Pro DA អញ្ចឹង vocal ខ្ញុំប្រើប៉ុណ្ណឹង reverb ប្រើ Pro R ខ្ញុំ issue កាត់ low តិចហើយខ្ញុំលើក mid តិចដែរអញ្ចឹង vocal ខ្ញុំ issue ប៉ុណ្ណឹងអញ្ចឹង processing ខ្ញុំដូចជាអត់មានអីស្មុគស្មាញទេពីច្រើនដោយសារអ្នកជំនាញគាត់ជាងល្អហើយយើងព្យាយាមរក្សាអីជា color ជា tone របស់គាត់ហើយយើងមិនអីដែលតាមយើងឮជាក់ស្ដែងថាយើងចង់បានអីខ្វះអីចឹងទៅជាធម្មតាការ mixing គឺគ្រាន់តែជាការ balance ការ remove frequency ណាដែលអត់ល្អនៅក្នុង track នីមួយៗតែពេលខ្លះយើងទុកអា natural របស់វាដែរអូខេអញ្ចឹងយើង vocal ទៅឲ្យនោះអងអោបបងឲ្យណែនបានទេមិនចង់បើកភ្នែកឃើញអញ្ចឹងខ្ញុំអត់មានអីទេកាលហ្នឹងខ្ញុំបត់នេះដូចជាបត់លើកទី1ដែលខ្ញុំ mix live perform អញ្ចឹងខ្ញុំអត់តន់យល់ពីការសម្អាត track អីម៉ានដែរតែខ្ញុំគិតថាប៉ុណ្នេះលើកទី1របស់ខ្ញុំគិតថាវាល្អសម្រាប់ខ្ញុំហើយអញ្ចឹងបាទខ្ញុំចង់ធ្វើវាជា favorite ដែលខ្ញុំទុកមើលនៅថ្ងៃក្រោយហើយ keyboard អញ្ចឹងអានេះខ្ញុំអុកវាទៅខ្ញុំ mix នៅលើនេះអញ្ចឹង EQ ខ្ញុំថែម saturation ឲ្យតិចនេះ EQ ដូចគ្នា bright add high តែនេះអត់ប្រើផងបិទចោលនឹង add saturation បន្តិច F1 ឲ្យវាទលាជាងមុនហើយ limiter បញ្ចប់អូខេអញ្ចឹងចុងក្រោយគឺទៅមើល master របស់ខ្ញុំ master របស់ខ្ញុំគឺមានតែប៉ុណ្នេះមិនចង់បើកភ្នែកឃើញថ្ងៃរាំងគ្មានមាសមេអូខេ EQ របស់ខ្ញុំ clean low mid ឲ្យវាស្អាតនេះ frequency ដែលរំខានហើយ Hill Shadow Compress LNB F1 L3 Maximizer L2 size សម្រាប់មើល loud ណាហើយនឹងទំហំបទចម្រៀងអញ្ចឹងវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេហើយវីដេអូនេះខ្ញុំគ្រាន់តែបង្ហាញអីខ្លះតែខ្ញុំមិនជាលម្អិតអីទេអញ្ចឹងសម្រាប់បើចង់លម្អិតអាចរៀនជាមួយខ្ញុំបានគឺខ្ញុំបរៀនដូចគ្នាចង់រៀនផ្ទាល់ក៏បាន online ក៏បានហើយទិញវីដេអូមេរៀនយកទៅមើលក៏បានអញ្ចឹងខ្ញុំបរៀនសម្រាប់ការធ្វើភ្លេង record mix master តែសម្រាប់ការបន្ទោសខ្ញុំសូមឲ្យចេះភ្លេងទៅបើចង់រៀនជាមួយខ្ញុំតើតែចេះ piano អីខ្លះបាទខ្ញុំបរៀនដោយសារការរៀនភ្លេងវាសំខាន់ទៅលើការយើងចេះឧបករណ៍ភ្លេងដែរបើយើងធ្វើភ្លេងទៅព្រោះការ mixing វាមួយផ្នែកមួយតែ arrangement គឺជាផ្នែកមួយទៀតហើយវាគឺសំខាន់ជាងគេក្នុងការធ្វើបទភ្លេងការ mix ក៏ដូចជាការ arrange ដូចគ្នាយើងត្រូវដឹងថាកន្លែងណា lead កន្លែងណា solo ដើម្បីយើងបង្ហាញ
យើងចង់បង្ហាញអីនៅក្នុងបទចម្រៀងហ្នឹងទៅឲ្យអ្នកស្ដាប់អញ្ចឹងតតែយើង share arrangement បានយើង mixing ទៅបានព្រោះដែរអញ្ចឹងវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេសង្ឃឹមថាអ្នកទាំងអស់គ្នាចូលចិត្តហើយបើចង់ឲ្យខ្ញុំធ្វើវីដេអូបែបហ្នឹងទៀត comment ខ្ញុំនឹងបង្ហាញបច្ចេកជាច្រើនទៀតដែលខ្ញុំធ្វើដូចជានេះអ្នកទាំងអស់គ្នាមើលទៅមកជួរហ្នឹងអញ្ចឹងខ្ញុំយកមួយចំនួនមកបង្ហាញអ្នកទាំងអស់គ្នាមើលអញ្ចឹងការងារខ្ញុំមានច្រើនទៀតបើចង់ធ្វើការងារជាមួយខ្ញុំក៏បានដែរហើយខ្ញុំទទួលទាំងអស់សម្រាប់ការ mix record master ឬក៏ live perform សម្រាប់ artist ចង់ឲ្យខ្ញុំទៅជួយ control flow អីជាក់ស្ដែងអីខ្ញុំអាចតាមលទ្ធភាពសមត្ថភាពខ្ញុំដែលអាចធ្វើទៅរួចខ្ញុំនឹងទទួលធ្វើអូខេអញ្ចឹងមានតែប៉ុណ្្នឹងទេកុំភ្លេចជួយ follow và subscribe ខ្ញុំផងបាយបាយអ្នកទាំងអស់គ្នា